គេថាញញួរដំកែវកែវនឹងបែកហើយបើញញួរដំដែកដែកនឹងคล้ายទៅជាអាវុធមនុស្សខ្លះប្រៀបដូចជាកែវអញ្ចឹងខ្លួននៅខ្វះខាតខ្លួននៅល្ងឹតល្ងងតែប៉ះមិនបានទេនិយាយមិនបានទេធ្វើខុសគេស្ដីឲ្យតិចតួចអន់ចិត្តខឹងគុំគួនអត់ហ៊ានទទួលយកគំនិតពីគេទេខ្លាចគេថាអន់ទាំងដែលខ្លួនឯងនឹងអន់មែនឈើប្រណិតប៉ុណ្ណាក៏ដោយបើជាងមិនទម្លុះកែច្នៃទេវាគ្រាន់តែជាឈើគ្មានតម្លៃម្ដងពេជ្រទឹកល្អប៉ុណ្ណាក៏ដោយបើសិនជាជាងមិនឆាបមិនច្នៃវាទេវាគ្រាន់តែជាដុំថ្មម្ដងប៉ុណ្ណោះបើសិនជាយើងមិនចេះយើងនៅខ្វះខាតយើងត្រូវចេះរៀនទទួលយកការពិតហើយបើកចិត្តទទួលយកការណែនាំពីអ្នកដទៃអានឹងបានរីកចម្រើនទៅមុខលឿនកុំខ្លាចគេថាយើងអន់បើយើងអន់មែនកុំខ្លាចគេស្ដីឲ្យតិចតួចវាអត់ស្លាប់ទេបើសិនជាគេមានចេតនាល្អជាមួយយើង